នេះមកពីគេមានការយល់ច្រឡំកូនប្រុសរបស់ទូបង្គំមានភ្នែកអត់ស្គាល់ភ្នំថៃសានមើលព្រះអង្គនឹងព្រះអង្គម្ចាស់ទី8មិនស្គាល់កូនដេរឆានឯងនេះឯងហ៊ានប្រមាថដល់ព្រះអង្គឯងមានទោសគួរតែស្លាប់ហើយជាកូនរាជគ្រូតូចតាចហ៊ានមកធ្វើបាបបត្រាយើងយ៉ាងនេះមេដាគេនៅថាឪពុករបស់គេនៅមហាក្សត្រយ៉ាងនេះមកជួយដល់គេនៅគម្រាមសម្រាប់ពួកទូបង្គំថាទៀតឯងចំជាមានភ្នែកអត់ប្រស្រីមែនហ៊ានយកឈ្មោះរបស់យើងមកធ្វើបាបដល់ព្រះបត្រាយើងទូបង្គំគួរតែស្លាប់ទូបង្គំគួរតែស្លាប់ពិតជាសមនឹងស្លាប់ហើយទូបង្គំគួរតែស្លាប់ទូបង្គំគួរតែស្លាប់ទូបង្គំគួរតែស្លាប់ព្រះមហាក្សត្រយ៉ាងនេះព្រះអង្គគេមានភ្នែកអត់មានប្រស្រីមិនអាចលើកលែងឲ្យបានទេពេលដែលទូបង្គំត្រឡប់ទៅវិញច្បាស់ជាបដៅគេឲ្យបានល្អដាច់ខាត់មិនឲ្យគេចេញមកនាំអាម៉ាស់មុខទៀតទេនៃរបស់រាជគ្រូថ្ងៃនេះកូនប្រុសរបស់លោកប្រមាថដល់យើងលោកគ្រាន់តែនិយាយពាក្យមួយម៉ាត់ក៏ចង់នាំគេត្រឡប់ទៅវិញទូបង្គំមិនហ៊ានទេទូបង្គំមិនហ៊ានទេក្រាបទូលបង្គំមិនហ៊ានទេព្រះអង្គគេប៉ះពាល់ដល់ថ្នាក់លើប្រមាថដល់ព្រះអង្គគេគួរតែស្លាប់ពិតមែនប៉ុន្តែគេមិនដឹងគេគ្មានកំហុសទេគេមិនស្គាល់ទ្រង់នឹងព្រះអង្គម្ចាស់ទី8ឡើយដូច្នេះទើបបង្កឲ្យមានកំហុសធំបែបនេះសូមព្រះអង្គបន្ថយទោសឲ្យគេផងចោក្រាបទូលអ្នកដែលមិនដឹងគ្មានកំហុសហ៎អូប្រាជិនយើងបានបង្ហាញផ្លាកបញ្ជាទៅគេហើយប៉ុន្តែកូនប្រុសរបស់លោកថាខ្លាយលោកបកស្រាយយ៉ាងម៉េចកូនដេរឆានឯងពិតជាគ្មានខួរមែនទោះបីជាក្នុងពិភពគុណនេះមានស្លាកបញ្ជាคล้ายប៉ុន្តែចរិតលក្ខណៈខ្សែរាជវង្សរបស់ព្រះអង្គអាចបន្លំបានដែរទេឯងនិយាយទៅរាជគ្រូជីនលោកពិតជាប្រកែកដល់សារមែនចង់ប្រាឡែបែបនេះដើម្បីជួយកូនប្រុសលោកល្អណាស់យើងទុកថាឯងជាកូនប្រុសរបស់រាជគ្រូជីនមិនស្គាល់យើងនឹងប្អូនប្រុសទី8យើងទុកថាគេមិនដឹងគ្មានកំហុសចុះកូនប្រុសរបស់លោកអាងអំណាចធ្វើបាបគេសាហាវយងខ្នងបែបនេះរឿងនេះមានផុសតាងគ្រប់គ្រាន់នៅព្រះអង្គនេះកូនប្រុសរបស់លោកបាននិយាយដោយផ្ទាល់មាត់ថារាជគ្រូជីនទើបជាម្ចាស់របស់សំណាក់អ៊ីហុងនេះសំណាក់អ៊ីហុងពួកលោកបង្ខំគេឲ្យធ្វើស្រេចបនធ្វើរឿងអាក្រក់ត្រឹមតែទោសប៉ុន្មានមុខនេះគ្រប់គ្រាន់សម្រាប់គ្រួសារជីនបានហើយព្រះអង្គទូលបង្គំអយុត្តិធម៌សំណាក់អ៊ីហុងនិងទូលបង្គំគ្មានអ្វីតាក់ទងគ្នាទេពិតមែនយើងបានឮផ្ទាល់នឹងត្រជាឬមួយក៏លោកគិតថាអាចคล้ายឬក៏រាជគ្រូជីនចង់និយាយថាយើងមូលបង្កាច់លោកទៅអូយទូលបង្គំមិនហ៊ានទេក្រាបទូលយើងក៏ស្ដាប់ឮដែរខ្ញុំក៏ស្ដាប់ឮដែរពួកខ្ញុំសិតតែឮខ្ញុំបានឮច្បាស់ណាស់ចិនវ៉ាន់ហៅគេប្រកែកខាងអារឿងដដើមស្រីធ្វើតែរឿងអាក្រក់អាងអំណាចធ្វើបាបគេឯងខ្ញុំមិនចាស់ធ្វើសាកសីពួកយើងអាចធ្វើជាសាកសី